ស្ដីបងប្អូនថ្ងៃនេះខ្ញុំតនេពីការងារក៏ចង់មកធ្វើវីដេអូតាក់ទងនឹងការដាំម្ទេសនៅក្នុងប្រទេសកូរ៉េបងប្អូនក្នុងការដាំម្ទេសនៅប្រទេសកូរ៉េគឺមានភាពងាយស្រួលបងប្អូនដំបូងយើងគ្រាន់តែភ្ជួរដីមកទៅពីភ្ជួរដីមកគឺយើងរៀបចំដីដាក់ជីអីជីធម្មជាតិយើងបងប្អូនអាចកោអីជីកប៉ុសអីផ្សេងហ្នឹងយើងរៀបចំច្បល់វាចូលគ្នាមកហើយបន្ទាប់មកយើងក្រាលកស៊ូបងប្អូននេះក្រាលកស៊ូដើម្បីកុំឲ្យមានស្មៅដុះអីច្រើនណាបងប្អូនហើយបន្ទាប់មកយើងយកពូជម្ទេសដែលយើងបដោះហ្នឹងយើងបដោះបាន30ទៅ40ថ្ងៃហ្នឹងយើងយកមកដាំបងបន្ទាប់ពីដាំមកយើងគ្រាន់តែថែទាំវាហើយយើងដាក់ដេអីចងជាខ្សែចងជាអីហ្នឹងដើម្បីកុំឲ្យវាដួលបងដោយសារតែម្ទេសនៅប្រទេសកូរ៉េគឺផ្លែល្អមែនទែនហើយអរគ្នានឹងសម្រាប់ម្ទេសនឹងបើសិនយើងដាំបានអត់ខ្វះទីផ្សារទេនៅប្រទេសកូរ៉េយើងដាំបានហើយលក់បានថ្លៃហ្មងទេនឹងគឺគេយកទៅធ្វើជាម្ហូបកែច្នៃធ្វើជាទឹកជ្រលក់ឬក៏ម្ទេសស្ងួតហើយជាពិសេសហ្នឹងជនជាតិកូរ៉េភាគច្រើនយកម្ទេសហ្នឹងទៅធ្វើគីមឈីបងប្អូនដែលធ្លាប់ឮគីមឈីប្រទេសកូរ៉េឆ្ងាញ់បងប្អូនពេលយើងទៅហូបអីផ្សេងនៅតាមហាងទៅអីតែងតែមានគីមឈីហើយគ្រឿងផ្សំគីមឈីនេះមានម្ទេសបងប្អូនមើលម្ដើមគឺផ្លែល្អទេហើយរយៈពេលដាំហ្នឹងតែខ្ទង់2ទៅ3ខែទទួលបានផលហើយលក់បានថ្លៃលក់បានថ្លៃហើយទីផ្សារត្រូវការខ្ពស់ហើយនៅប្រទេសកូរ៉េនឹងស្រួលទៀតកាលណាយើងដាំបានហើយអត់ខ្វះទីផ្សារទេដាំបានហើយគឺឲ្យតែយើងបេះហើយយើងរៀបចំវេចខ្ចប់បានល្អគឺគេមកយកដល់កន្លែងហើយគេឲ្យតម្លៃខ្ពស់ហើយអត្ថប្រយោជន៍ម្ទេសហ្នឹងគឺដូចប្រាប់ហើយយើងអាចយកទៅធ្វើម្ហូបដើម្បីបង្កើនរសជាតិឲ្យមានរសជាតិហឹរហើយឆ្ងាញ់ហើយវាល្អសម្រាប់រាងកាយប្រឆាំងនឹងអុកស៊ីតកម្មអីផ្សេងធ្វើឲ្យរាងកាយយើងល្អហើយបងប្អូនជួយ like comment share និង follow subscribe channel និង page ខ្ញុំដើម្បីខ្ញុំធ្វើវីដេអូក្រោយទៀតតាក់ទងនៅប្រទេសកូរ៉េខ្ញុំនឹងព្យាយាមធ្វើវីដេអូជាច្រើនតាក់ទងនៅប្រទេសកូរ៉េដើម្បីបងប្អូនដែលចង់មកធ្វើការឬក៏មកទេសចរអីផ្សេងយល់ដឹងពីប្រទេសកូរ៉េឲ្យបានច្រើនហើយនេះខ្ញុំធ្វើពីម្ទេសបងប្អូនជួយ follow ហើយនិង subscribe ផងអរគុណបងប្អូនដែលទស្សនាវីដេអូនឹងដល់ចប់អរគុណ